គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលអញ្ជើញគ្រប់វិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសៃសំផនភូមិវិហារអតីតប្រធានរដ្ឋាភិបាលឡាវនៅទីក្រុងវៀងច័ន្ទនៅព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2026សម្ដេចមហារដ្ឋាភិបាលទីកាធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសៃសំផនភូមិវិហារអតីតប្រធានរដ្ឋាភិបាលឡាវដែលកំពុងដំកល់ប្រពៃពិធីបុណ្យផ្លូវរដ្ឋនៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិនាទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសម្ដេចរដ្ឋាភិបាលតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនៅសមានទុកដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារឯកឧត្តមបណ្ឌិតបករដ្ឋនិងប្រជាជនឡាវទាំងមូលចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសៃសំផនភូមិវិហារមរណភាពរបស់ឯកឧត្តមបណ្ឌិតសៃសំផនភូមិវិហារគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវហើយជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេសកម្ពុជានិងជាការបាត់បង់នៅថ្នាក់ដឹកនាំគំរូដែលបានដើរតួនាទីស្នូលក្នុងការពង្រឹងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រទេសទាំងពីរគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលសូមលំអរកាយចិត្តសូមបួងសួងជូនវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតបានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាឡើយឯកឧត្តមបណ្ឌិតសៃសំផនភូមិវិហារបានទទួលមរណភាពកាលពីថ្ងៃទី8ខែសីហាឆ្នាំ2026ក្នុងជន្មាយុ70ឆ្នាំដោយរោគីពាទ្យសពឯកឧត្តមបណ្ឌិតកំពុងដំកល់ប្រពៃពិធីបុណ្យផ្លូវរដ្ឋនៅក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវពីថ្ងៃទី9ដល់ថ្ងៃទី13ខែសីហាឆ្នាំ2026ឯកឧត្តមបណ្ឌិតសៃសំផនភូមិវិហារជារដ្ឋបរោះឡាវដែលមានបទពិសោធន៍ខ្ពស់និងបានលះបង់បញ្ញាញាណចំពោះបុព្វហេតុបដិវត្តរបស់បកការអភិវឌ្ឍជាតិភាពរុងរឿងនិងសុខុមាលភាពរបស់ប្រជាជនឡាវឯកឧត្តមបណ្ឌិតជាថ្នាក់ដឹកនាំឡាវមួយរូបដ៏ឆ្នើមដែលបានពូនជ្រុំនិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរកម្ពុជាឡាវជាពិសេសការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនស្របតាមស្មារតីទំនាក់ទំនងនៃប្រទេសទាំងពីរដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងគង់វង្សយូរអង្វែង